ជំរាបសួរបងប្អូននៅក្នុងសេចក្តីស្រឡាញ់នៃព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទសូមបងប្អូនប្រកបដោយព្រះគុណតាមរយៈការសញ្ជឹងគិតព្រះបន្ទូលនៅថ្ងៃនេះនៅក្នុងហេព្រើរជំពូក6ខ11ដល់12តែយើងខ្ញុំចង់ឲ្យអ្នករាល់គ្នានីមួយបានសម្ដែងពេញជាចិត្តឧស្សាហ៍ដូចគ្នាទាំងអស់ប្រយោជន៍ឲ្យបានសេចក្តីជំនឿដ៏ពេញលេញរបស់សេចក្តីសង្ឃឹមដរាបដល់ចុងបំផុតដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើប្រងើយកន្តើយឡើយគឺឲ្យត្រាប់តាមពួកអ្នកដែលគ្រងបានសេចក្តីសន្យាទុកជាមរតកដោយចិត្តជឿហើយអត់ធន់វិញព្រះបន្ទូលថ្ងៃនេះរំលឹកដាស់តឿនដល់យើងរាល់គ្នាហើយលើកទឹកចិត្តឲ្យយើងរស់នៅក្នុងភាពឧស្សាហ៍ព្យាយាមពីព្រោះភាពឧស្សាហ៍ព្យាយាមជួយឲ្យយើងអាចរស់នៅក្នុងសេចក្តីជំនឿដ៏ពេញលេញតាមសេចក្តីសង្ឃឹមរហូតដល់ទីបញ្ចប់រហូតដល់ព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទយាងមកជាលើកទី2ភាពឧស្សាហ៍ព្យាយាមដោយខ្ជាប់ខ្ជួននៅក្នុងសេចក្តីជំនឿជួយឲ្យយើងរឹងមាំហើយភាពឧស្សាហ៍ព្យាយាមនៅក្នុងសេចក្តីជំនឿជួយឲ្យយើងកុំឲ្យធ្លាក់ទៅក្នុងភាពវង្វេងដូចជាលោកប៉ុលបានរំលឹកដល់ធីម៉ូថេថាចូលឲ្យមានចិត្តឧស្សាហ៍ព្យាយាមអានគម្ពីរហើយអធិដ្ឋានភាពឧស្សាហ៍ព្យាយាមខាងឯសេចក្តីជំនឿឬខាងឯព្រលឹងវិញ្ញាណរួមទាំងរូបកាយរបស់យើងផងដែរនឹងធ្វើឲ្យចិត្តរបស់យើងរីករាយបងប្អូនហើយការធ្វេសប្រហែសខាងជីវិតខាងឯព្រលឹងវិញ្ញាណនោះនឹងធ្វើឲ្យយើងបាត់បង់នៅការផ្ដោតអារម្មណ៍ទៅលើព្រះគ្រីស្ទបន្តិចម្ដងហើយធ្វើឲ្យយើងបាត់បង់ទំនុកចិត្តលើព្រះបន្តិចម្ដងដែរហើយក៏យូរទៅនឹងធ្វើឲ្យយើងកាន់តែឃ្លាតឆ្ងាយពីព្រះហើយជំនឿរបស់យើងក៏កាន់តែធ្លាក់ចុះនៅពេលដែលយើងខ្វះភាពខ្ជាប់ខ្ជួនខ្វះភាពឧស្សាហ៍ព្យាយាមនៅក្នុងការអនុវត្តតាមសេចក្តីជំនឿដូច្នេះហើយនៅក្នុងព្រះបន្ទូលនៅថ្ងៃនេះលើកទឹកចិត្តឲ្យយើងមានភាពឧស្សាហ៍ព្យាយាមដើម្បីនឹងកសាងភាពរីកចម្រើននៅក្នុងសេចក្តីជំនឿដើម្បីនឹងរស់នៅតាមបំណងប្រាថ្នាតែត្រង់ហើយនឹងរឹងមាំនៅក្នុងសេចក្តីជំនឿជីវិតយើងត្រូវតែឆ្លងកាត់នៅការលំបាកជាច្រើនបងប្អូនហើយសេចក្តីល្បួងភាពយឺតយ៉ាវហើយទុក្ខលំបាកផ្សេងក៏តែងតែកើតមានតាមដំណាក់កាលនៃជីវិតផងដែរយ៉ាងណាមិញដើម្បីឲ្យភាពចាស់ទុំនៅក្នុងសេចក្តីជំនឿកាន់តែកើតមានឡើងចូលរក្សានៅភាពឧស្សាហ៍ព្យាយាមចូលអនុវត្តនៅព្រះបន្ទូលដែលទាំងអស់គ្នាបានឮដែលអ្នកទាំងអស់គ្នាបានដឹងហើយដែលអ្នកទាំងអស់គ្នាបានមានបទពិសោធន៍នៅក្នុងសេចក្តីជំនឿនៅក្នុងការជឿលើព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទដោយក្នុងខ12បានរំលឹកយើងថាកុំឲ្យយើងប្រងើយកន្តើយឬកុំឲ្យយើងរស់នៅដោយភាពមិនអើពើចំពោះសេចក្តីជំនឿរបស់ខ្លួននោះឡើយចូលប្រុងប្រយ័ត្នចូលរក្សាភាពខ្ជាប់ខ្ជួននៅក្នុងសេចក្តីជំនឿចូលត្រាប់តាមអ្នកដែលបានគ្រងសេចក្តីសន្យាទុកជាមរតកដោយចិត្តជឿដោយចិត្តអត់ធន់ជានិច្ចដូច្នេះហើយចូលរៀនពីអស់អ្នកដែលរក្សាភាពខ្ជាប់ខ្ជួនរស់នៅក្នុងសេចក្តីព្យាយាមជីវិតដែលឧស្សាហ៍ព្យាយាមខាងឯសេចក្តីជំនឿនោះគឺបង្ហាញពីភាពហ្មត់ចត់និងបង្ហាញពីសេចក្តីស្រឡាញ់របស់ខ្លួននៅចំពោះព្រះបងប្អូនហើយគ្រប់ការទាំងអស់ចូលឲ្យយើងបានធ្វើដោយអស់ពីចិត្តហើយធ្វើដោយថ្វាយស្រីល្អដល់ព្រះហើយនឹងសម្រាប់ព្រះផងចូលអធិដ្ឋានទូលថ្វាយដល់ព្រះអង្គចាស់ជាមួយគ្នាសម្រាប់គ្រប់ការដែលយើងនឹងធ្វើនៅថ្ងៃនេះសូមព្រះអង្គបានដឹកនាំចិត្តគំនិតរបស់យើងឲ្យធ្វើដោយភាពឧស្សាហ៍ព្យាយាមធ្វើដោយសេចក្តីជំនឿព្រះអង្គចាស់សរសើរនំកើងដល់ព្រះនាមទ្រង់ហើយថ្វាយស្រីល្អដល់ទ្រង់សូមឲ្យគ្រប់កិច្ចការដែលយើងខ្ញុំនឹងធ្វើនៅថ្ងៃនេះជួយឲ្យយើងខ្ញុំបានធ្វើដោយភាពឧស្សាហ៍ព្យាយាមធ្វើដោយការទុកចិត្តធ្វើដោយសេចក្តីជំនឿហើយធ្វើដោយថ្វាយស្រីល្អដល់ព្រះមិនមែននៅចំពោះមុខមនុស្សនោះឡើយតែនៅចំពោះព្រះ
អរព្រះគុណទ្រង់សូមព្រះវិញ្ញាណបរិសុទ្ធដឹកនាំរាល់ការសម្រេចចិត្តរាល់ទង្វើរបស់យើងខ្ញុំនៅថ្ងៃនេះក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន